នេះគឺជាព័ត៌មានស្ដីពីកីឡាដ៏គួរឲ្យចាប់អារម្មណ៍គឺកីឡាករ Gabriel Martinelli របស់ក្រុម Arsenal ដែលបានប្តូរពីការរិះគន់មកជាវីរបុរសវិញសម្រាប់បុគ្គលិកលក្ខណៈដ៏អស្ចារ្យរបស់ Martinelli ផ្លាស់ប្តូរពីមនុស្សល្ងង់មកជាវីរបុរស Hat-trick ខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Gabriel Martinelli បានបង្ហាញឲ្យឃើញពីស្មារតីតស៊ូដ៏រឹងមាំបន្ទាប់ពីឆ្លងកាត់រឿងរ៉ាវដោយជិះរទេះភ្លើងកម្សាន្តគឺចុះឡើងនៅក្នុងប្រកួតចុងក្រោយរបស់ Arsenal កាលពីដើមការប្រកួតឬក្នុងវគ្គមុន Martinelli បានរងការរិះគន់យ៉ាងខ្លាំងក្រោយពីបានបង្កកំហុសឆ្គងឬទទួលបានកាតលឿងឬក្រហមដែលមិនចាំបាច់អាស្រ័យទៅលើបរិបទប្រកួតជាក់ស្ដែងដែលធ្វើឲ្យអ្នកគាំទ្រនិងអ្នកវិភាគខ្លះប្រើពាក្យធ្ងន់ធ្ងរថាជាការលេងបែបល្ងាល្ងើទោះបីជាមានសម្ពាធយ៉ាងណាក៏ដោយកីឡាករវ័យក្មេងរូបនេះមិនបានបាក់ទឹកចិត្តឡើយគេបានប្រើប្រាស់បុគ្គលិកលក្ខណៈដ៏រឹងមាំរបស់ខ្លួនដើម្បីវាយគក់វិញតាមរយៈការស៊ុតបញ្ចូលទី3គ្រាប់ម្នាក់ឯង Hat-trick ជួយឲ្យក្រុមកាំភ្លើងធំ Arsenal ទទួលបានជ័យជំនះយ៉ាងសំខាន់ក្នុងពានរង្វាន់ FA Cup កាលពីយប់មិញនេះគ្រូបង្វឹកក្រុម Arsenal លោក Mikel Arteta បានលើកឡើងថានេះគឺជាអ្វីដែលលោកចង់ឃើញពីកីឡាកររបស់លោកពោលគឺសមត្ថភាពនៃការឆ្លើយតបទៅនឹងកំហុសឆ្គងដោយការបង្ហាញទម្រង់លេងដ៏អស្ចារ្យនៅលើទីលានដែលនៅក្នុងខែមករាឆ្នាំ2026នេះ Arsenal កំពុងស្ថិតនៅដំណាក់កាលប្រជែងពានរង្វាន់យ៉ាងស្វិតស្វាងទម្រង់លេងដែលមុតស្រួចឡើងវិញរបស់ Martinelli គឺជាសញ្ញាវិជ្ជមានបំផុតសម្រាប់តំបន់ប្រយុទ្ធរបស់ក្រុមខណៈដែលពួកគេត្រូវត្រៀមខ្លួនសម្រាប់ Champions League វគ្គបន្តនិងការប្រជែងតំណែងកំពូលតារាង Premier League នេះគឺជាព័ត៌មានលម្អិតបន្ថែមអំពីការបង្ហាញខ្លួនដ៏អស្ចារ្យរបស់ Endrick កាលពីយប់មិញថ្ងៃអាទិត្យទី11ខែមករាឆ្នាំ2026ដែលជាការចាប់ផ្ដើមដ៏ល្អឥតខ្ចោះនៅប្រទេសបារាំងកីឡាករវ័យក្មេងសញ្ជាតិប្រេស៊ីល Endrick ដែលទើបតែផ្ទេរមកពី Real Madrid ក្នុងកិច្ចសន្យាខ្ចីជើងបានធ្វើឲ្យអ្នកគាំទ្រក្រុម Lyon មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងការប្រកួតពានរង្វាន់ Coupe de France វគ្គ32ក្រុមចុងក្រោយដែលការគូប្រកួតនោះLyon យកឈ្នះក្រុម Lille ក្នុងលទ្ធផល2-1គ្រាប់បាល់ដំបូងរបស់ Endrick បានស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះនៅនាទីទី42បន្ទាប់ពីបានទទួលការបញ្ជូនបាល់យ៉ាងស្អាតពីមិត្តរួមក្រុម Corentin Tolisso នេះគឺជាការបង្ហាញខ្លួនលើកដំបូងរបស់គេឲ្យក្លាប់ថ្មីហើយគេក៏បានស៊ុតបញ្ចូលទីភ្លាមតែម្ដងកាលពីប្រហែលថ្ងៃមុន Endrick បានបង្ហើបថាការសម្រេចចិត្តមកលេងនៅ Lyon ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល6ខែនេះគឺបន្ទាប់ពីមានការផ្ដល់យោបល់ពីលោក Carlo Ancelotti គ្រូបង្វឹកជម្រើសជាតិប្រេស៊ីលបច្ចុប្បន្នដើម្បីស្វែងរកឱកាសចូលលេងឲ្យបានច្រើននិងពង្រឹងសមត្ថភាពត្រៀមខ្លួនសម្រាប់ World Cup 2026សម្រាប់ស្ថិតិក្នុងប្រកួតនេះផងដែរគេលេងបានប្រហែល75នាទីមុននឹងត្រូវបដូរចេញរីឯប្រសិទ្ធភាពក្នុងការប្រកួតនេះគេមានឱកាសស៊ុតចំគោលដៅ2ដងនិងសម្រេចបាន1គ្រាប់ការមកដល់របស់គេបានជួយឲ្យទៅតំបន់ប្រយុទ្ធរបស់ Lyon មានភាពរស់រវើកជាងមុនយ៉ាងខ្លាំងជ័យជំនះនេះបាននាំឲ្យ Lyon ឡើងទៅកាន់វគ្គ16ក្រុមចុងក្រោយហើយអ្នកគាំទ្រកំពុងរំពឹងថានឹងឃើញរូបគេបង្ហាញខ្លួនក្នុង League 1 នៅចុងសប្តាហ៍នេះបន្តទៀតនេះគឺជាព័ត៌មានលម្អិតនៃជំនួបដ៏ក្តៅតកកក្នុងសប្តាហ៍ទី20នៃ League Serie A រវាងក្រុម Inter Milan និង Napoli ដែលទើបតែបញ្ចប់ទៅកាលពីយប់មិញថ្ងៃអាទិត្យទី11ខែមករាឆ្នាំ2026សម្រាប់ការប្រកួតដណ្ដើមតំណែងកំពូលតារាងរវាងក្រុមទាំងពីរគឺមានលទ្ធផលស្មើគ្នា2-2អ្នកកីឡាករ Scott McTominay បានក្លាយជាវីរបុរសរបស់ក្រុមការពារតំណែងជើងឯក Napoli បន្ទាប់ពីស៊ុតបញ្ចូលទី2គ្រាប់ម្នាក់ឯងដើម្បីជួយក្រុមតាមស្មើ Inter Milan ក្នុងលទ្ធផល2-2នៃកីឡដ្ឋាន San Siro សម្រាប់ព្រឹត្តិការណ៍សំខាន់ៗក្នុងការប្រកួតវិញនៅនាទីទី9ម្ចាស់ផ្ទះ Inter Milan បានបើកការនាំមុខមុនយ៉ាងលឿនតាមរយៈការស៊ុតយ៉ាងស្អាតរបស់ខ្សែការពារស្លាប់ Federico Di Marco នាទីទី26 McTominay បានតាមស្មើឲ្យ Napoli វិញ1-1បន្ទាប់ពីការបញ្ជូនបាល់យ៉ាងល្អពី Ilgiv Ilmas គ្រាប់បាល់នេះក៏ជាគ្រាប់បាល់ទី3700គ្រាប់របស់ Napoli ក្នុងប្រវត្តិសាស្ត្រ Serie A ផងដែរនៅនាទីទី73ក្រុម Inter ទទួលបានបាល់ពេនាល់ទីបន្ទាប់ពី VAR ពិនិត្យឃើញថា Amir Rahmani បង្កកំហុសលើ Henrikh Mkhitaryan ដែលធ្វើឲ្យគ្រូបង្វឹក Napoli លោក Antonio Conte បានផ្ទុះកំហឹងយ៉ាងខ្លាំង
នឹងត្រូវបានបណ្ដេញចេញពីទីលានដោយទទួលបានកាត់ក្រហមបន្ទាប់ពីតវ៉ាខ្លាំងៗទៅកាន់អាជ្ញាកណ្ដាល Hakan Çalhanoğlu សុទ្ធពេលនឹងទីបញ្ជូលទីជួយឲ្យ Inter នាំមុខ2-1 នាទីទី81 McTominay បានបង្ហាញខ្លួនចំពេលដែលក្រុមត្រូវការបំផុតដែលបានសុទ្ធវ៉ូឡេយ៉ាងស្អាតតានស្មើ2-2ឲ្យ Napoli វិញដែលជាគ្រាប់បាល់ទី5របស់គេក្នុងលីករដូវកាលនេះចំពោះស្ថានភាពតារាងពិន្ទុក្រោយចប់ការប្រកួតទោះបីជាស្មើគ្នាក៏ដោយប៉ុន្តែលទ្ធផលនេះធ្វើឲ្យការប្រជែងពាន Serie A កាន់តែជក់ចិត្តដោយ Inter Milan បន្តឈរកំពូលតារាងមាន43ពិន្ទុ AC Milan ឈរលេខ2មាន40ពិន្ទុក្រោយស្មើ Fiorentina 1-1កាលពីយប់មិញដែរ Napoli ឈរលេខ3តាមពីក្រោយក្រុមលេខ1ត្រឹមតែ4ពិន្ទុអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ Scott McTominay ដែលបានផ្ទេរពី MU មកក្នុងឆ្នាំ2025បានក្លាយជាខ្សែបម្រើដ៏មានឥទ្ធិពលបំផុតម្នាក់ក្នុងលីកអ៊ីតាលីដោយគេមានមធ្យមភាពសុទ្ធបញ្ចូលទីខ្ពស់មួយគ្រាប់រៀងរាល់3ប្រកួតសម្រាប់តួនាទីជាខ្សែបម្រើប្រអប់បាសេឡូណាយកឈ្នះ Real Madrid លើកពាន Spanish Super Cup ជាលើកទី2ជាប់ៗគ្នាក្រុមបាសេឡូណាបានយកឈ្នះ Real Madrid យ៉ាងតឹងតែងក្នុងជំនួបបាល់ជោគចិត្តដែលមានរហូតដល់5គ្រាប់ដើម្បីការពារតំណែងជើងឯកពានរង្វាន់ Spanish Super Cup នៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីតនេះគឺជាជោគជ័យលើកទី16ក្នុងពានរង្វាន់នេះសម្រាប់ក្រុមរបស់លោក Hansi Flickខណៈដែលកាលពីឆ្នាំមុនបាសេឡូណាក៏បានផ្ដួលក្រុម Los Blancos ក្នុងវគ្គផ្ដាច់ព្រាត់ដូចគ្នាគ្រាប់បាល់ជ័យជំនះសម្រេចបានដោយខ្សែប្រយុទ្ធប្រេស៊ីល Rafinha នៅនាទីទី73បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញនៅចុងវគ្គទី1 Rafinha បានស៊ុតបញ្ចូលទីគ្រាប់ដំបូងនៅនាទីទី36មានការស៊ុតបញ្ចូលទីឃ្លាដល់ទៅ3គ្រាប់ក្នុងម៉ោងបង្ថយបង្ក្រប់គិតនៃវគ្គទី1 Vinicius Junior បានតាមស្មើនៅនាទីទី45+2ដែលជាគ្រាប់បាល់ដំបូងឲ្យ Real Madrid នៅក្នុង17ប្រកួតចុងក្រោយ Robert Lewandowski បានស៊ុតឲ្យបាសានាំមុខវិញនៅនាទីទី45+4 Gonzalo Garcia បានតាមស្មើឲ្យ Real Madrid ម្ដងទៀតនៅនាទីទី45+6បន្ទាប់ពីមានភាពច្របូកច្របល់នៅមុខទីខ្សែប្រយុទ្ធប្រេស៊ីល Rafinha ស៊ុតបញ្ចូលនៅនាទីទី73ដែលគ្រាប់បាល់ជួយឲ្យក្រុមលើកពានរង្វាន់ Spanish Super Cup 2ឆ្នាំជាប់គ្នាជាលើកទី1គិតចាប់តាំងពីឆ្នាំ2011ក្នុងខ្សែបម្រើ Frankie de Jong ទទួលបានកាតក្រហមដោយផ្ទាល់នៅចុងម៉ោងបន្ទាប់ពីបង្កកំហុសលើ Kylian Mbappe ទោះបីជាមានការសម្រុកយ៉ាងខ្លាំងពីសំណាក់ក្រុម Real Madrid នៅចុងម៉ោងយ៉ាងណាក៏ Barcelona នៅតែអាចរក្សាលទ្ធផលដើម្បីលើកពាន2ឆ្នាំជាប់គ្នាជាលើកទី1គិតចាប់តាំងពីឆ្នាំ2011ទម្រង់លេងដ៏អស្ចារ្យរបស់ Barcelona នៅដើមឆ្នាំ2026បច្ចុប្បន្ន Barcelona ឈ្នះ10ប្រកួតជាប់គ្នាដោយការចាញ់ចុងក្រោយគឺតាំងពីខែវិច្ឆិកាក្រោមស្នាដៃក្រុម Chelsea ក្នុងពាន Champions Leagueពួកគេមិនទាន់ចាញ់ក្រុមក្នុងស្រុកណាឡើយគិតចាប់តាំងពីថ្ងៃទី26ខែតុលាឆ្នាំ2025ជ័យជំនះនេះគឺជាពានរង្វាន់ដំបូងក្នុងរដូវកាលនេះសម្រាប់លោក Flick ខណៈដែលក្រុមរបស់លោកកំពុងនាំមុខ Real Madrid 4ពិន្ទុនៅកំពូលតារាង La Liga ចំណែកលោក Hansi Flick ផ្ទាល់បានបង្កើតកំណត់ត្រាឈ្នះការប្រកួតវគ្គផ្ដាច់ព្រាត់ទាំង8លើកដែលលោកដឹកនាំរួមទាំង5លើកជាមួយ Bayern Munich ផ្ទុយទៅវិញសម្រាប់ Real Madrid រដូវកាលនេះហាក់មានទម្រង់លេងមិនសូវនឹងណដែលធ្វើឲ្យមានការឆោតសួរជាថ្មីអំពីអនាគតរបស់លោក Xabi Alonso ក្នុងនាមជាគ្រូបង្វឹកនៅទីក្រុង Madrid បើទោះបីជាកន្លងមកលោកធ្លាប់ដឹកនាំក្រុមឈ្នះ5ប្រកួតជាប់គ្នាក៏ដោយគួររំលឹកផងដែរពានរង្វាន់ Spanish Super Cup ដែលមាន4ក្រុមចូលរួមនេះត្រូវបានរៀបចំនៅប្រទេសអារ៉ាប៊ីសាអូឌីតតាំងពីឆ្នាំ2020ហើយសហព័ន្ធបាល់ទាត់អេស្ប៉ាញបានបន្តកិច្ចសន្យារៀបចំនៅទីនោះរហូតដល់ឆ្នាំ2029 Manchester United នឹងត្រូវលេងក្នុងចំនួនប្រកួតទិតបំផុតក្នុងមួយរដូវកាលគឺចាប់តាំងពីរដូវកាល1914-15មកក្រោយពី Brighton បានទម្លាក់ Manchester United ចេញពីពានរង្វាន់ FA Cup កាលពីថ្ងៃអាទិត្យទី11ខែមករាឆ្នាំ2026ក្នុងលទ្ធផល2-1យប់មិញនេះដែលក្នុងនោះ Danny Welbeck ក៏បានស៊ុតបញ្ចូលទីផងដែរដែលធ្វើឲ្យស្ថានភាពរបស់ក្រុមបានធ្លាក់ដួនដាបខ្លាំងក្នុងនោះមានការធ្លាក់ចេញពីពានរង្វាន់ League Cup ដែលចាញ់ក្រុម Grimsby Town មកពី League 2តាំងពីវគ្គដំបូង
ការធ្លាក់ចេញពីពានរង្វាន់ FA Cup ដែលចេញក្រុម Brighton ត្រឹមជុំទី3កាលពីយប់មិញនេះដោយសារលទ្ធផលមិនល្អកាលពីរដូវកាលមុនពួកគេមិនបានចូលលេងក្នុងពានរង្វាន់ Champions League ឬ Europa League ឡើយសម្រាប់ចំនួនប្រកួតសារពេញមួយរដូវកាល2025ឆ្នាំ2026នេះ Man U នឹងត្រូវលេងត្រឹមតែ40ប្រកួតប៉ុណ្ណោះ38ប្រកួតក្នុងលីកនិង2ប្រកួតក្នុងពានរង្វាន់ Cup ដែលជាចំនួនតិចបំផុតក្នុងរយៈពេល111ឆ្នាំគូបញ្ជាក់ស្ថានភាពក្លឹបបច្ចុប្បន្នក្នុងខែមករាឆ្នាំ2026លោក Ruben Amorim ត្រូវបានបញ្ចប់តំណែងជាគ្រូបង្វឹកកាលពីថ្ងៃទី5ខែមករាឆ្នាំ2026បន្ទាប់ពីដឹកនាំបានត្រឹមតែ14ខែលោក Darren Fletcher កំពុងកាន់តំណែងជាគ្រូបង្វឹកបណ្ដោះអាសន្នរីឯស្ថិតិក្នុងតារាង Premier League គិតត្រឹមពាក់កណ្ដាលខែមករាឆ្នាំ2026ចំណាត់ថ្នាក់ឈរនៅលេខរៀងទី6ក្នុងតារាងដែលមាន32ពិន្ទុសម្រាប់តំបន់ការពាររបស់ក្រុមតែងតែរបួសគ្រាប់បាល់ស្ទើរតែរាល់ការប្រកួត clean sheet តិចបំផុតក្នុងចំណោមក្រុមកណ្ដាលតារាងលើរីឯតំបន់ប្រយុទ្ធស៊ុតបញ្ចូលទីបានត្រឹមតែ22គ្រាប់ក្នុង20ប្រកួតលីកដែលជាអត្រាទាបបំផុតសម្រាប់ក្លឹបធំអ្វីដែលកាន់តែឈឺចាប់បំផុតកាលពីយប់មិញនេះគឺកីឡាករ Danny Welbeck បានក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីទល់នឹង Man U ច្រើនជាងគេបំផុតក្នុងនាមជាអតីតកីឡាកររបស់ខ្លួនការស៊ុតរបស់គេកាលពីម្សិលមិញនេះបានបិទផ្លូវសង្ឃឹមចុងក្រោយរបស់ Man U នៅក្នុងការយកពានរង្វាន់នៅឆ្នាំនេះរីឯការចំណាយនិងប្រសិទ្ធភាពទោះបីជាបានចំណាយប្រាក់ជាង200លានផោនក្នុងការទិញកីឡាករថ្មីក្នុងរដូវក្តៅកន្លងទៅក៏ដោយប៉ុន្តែកីឡាករចំណូលថ្មីភាគច្រើនមានបញ្ហារបួសនិងទម្រង់លេងមិនស្របតាមប្រព័ន្ធរបស់ក្រុមដែលធ្វើឲ្យអ្នកគាំទ្រដាក់រហស្សនាមក្រុមថា Fragile ផុយស្រួយបើមិនមានពានរង្វាន់ក្នុងដៃហើយតំណែងក្នុងលីកក៏មិនល្អ Man U នឹងត្រូវរងចាំរហូតដល់ខែសីហាឆ្នាំ2026ទើបមានឱកាសកែប្រែស្ថានភាពឡើងវិញ